ចឹងនៅក្នុងវីដេអូមួយនេះអ្នកគ្រូនឹងបន្តទៅដល់ចំណុចមួយទៀតអញ្ចឹងណាយើងតើតទៅនឹងខ្ទង់និងតម្លៃលេខតាមខ្ទង់អញ្ចឹងយើងរៀនមុនហើយតើតទៅនឹងអំណាចនិងសំណេរចេះរបៀបអានហើយនិងរបៀបសរសេរចាចំនួនដែលធំជាង1លានអញ្ចឹងឥឡូវយើងចូលដល់ខ្ទង់និងតម្លៃលេខតាមខ្ទង់ថាតើលេខមួយនេះវាស្ថិតក្នុងខ្ទង់លាននេះមានតម្លៃស្មើប៉ុន្មានខ្ទង់សែនមានតម្លៃស្មើប៉ុន្មានខ្ទង់ម៉ឺនមានតម្លៃស្មើប៉ុន្មានអញ្ចឹងណាឥឡូវមុននឹងចូលដល់ចំណុចមួយនេះអ្នកគ្រូសុំរំលឹកមេរៀនចាស់បន្តិចសិនអញ្ចឹងយើងសាកអានចំនួនមួយនេះមើលអានតាមខ្ទង់ហើយនិងអានតាមថ្នាក់អានបានឬអត់ណាមើលសារតិចមើលអូខេឥឡូវអ្នកគ្រូអានឲ្យស្ដាប់ណាចឹងតើតើនឹងការអានតាមខ្ទង់យើងអានធម្មតាមក3លាន5សែនចឹងអាសូននេះយើងមិនអានក៏បានដែរឬក៏យើងអាន00000ក៏បានមិនអានឡើយហ្នឹងក៏បានដែរចឹងម្ដងទៀតណា3លាន5សែន7624ប៉ុណ្ណឹងហ្នឹងអានតាមខ្ទង់ឥឡូវចូលដល់ការអានតាមថ្នាក់អានមិន3លានដដែលនេះអា3ខ្ទង់នេះវាស្ថិតនៅក្នុងអានតាមវាស្ថិតនៅក្នុងថ្នាក់អីថ្នាក់ពាន់មែនទេចឹងយើងអានឲ្យហ្នឹងមក3លាន507,000អាក្រោយនេះដដែលថ្នាក់ឯកតាគឺនៅដដែល624ម្ដងទៀត3លាន507,624អាហ្នឹងអានតាមថ្នាក់ដល់នេះឥឡូវយើងចូលដល់ខ្ទង់និងតម្លៃលេខតាមខ្ទង់មើលទាំងអស់គ្នាណាលេខ4ស្ថិតនៅក្នុងខ្ទង់អីខ្ទង់រាយមានតម្លៃស្មើប៉ុន្មានអញ្ចឹងខ្ទង់រាយមានតម្លៃស្មើ4គុណនឹង1ស្មើ42ស្ថិតនៅក្នុងខ្ទង់10មានតម្លៃស្មើប៉ុន្មានមានតម្លៃស្មើ2គុណនឹង10ស្មើប៉ុន្មាន20ហើយណា6ស្ថិតនៅក្នុងខ្ទង់100មានតម្លៃស្មើ6គុណនឹង100ស្មើប៉ុន្មានស្មើ600 7ស្ថិតនៅក្នុងខ្ទង់ពាន់មានតម្លៃស្មើ7គុណនឹង1 1000ស្មើនឹង7000 0ស្ថិតក្នុងខ្ទង់ម៉ឺនមានតម្លៃស្មើ0គុណនឹង1 10000មានតម្លៃស្មើ0ដដែលដោយសារតែវា0គុណនឹងប៉ុន្មានក៏0ដែរ5ស្ថិតក្នុងខ្ទង់អីខ្ទង់សែនមានតម្លៃស្មើ5គុណនឹង1សែនស្មើប៉ុន្មានស្មើ5សែនហ្នឹងហើយ3លានស្ថិតក្នុងខ្ទង់អីខ្ទង់លានគុណនឹង1លានមានតម្លៃស្មើ3លានម្ដងទៀតណាអញ្ចឹង4ខ្ទង់រាយមានតម្លៃស្មើនឹង4ដដែលខ្ទង់10លេខ2នេះស្ថិតក្នុងខ្ទង់10មានតម្លៃស្មើ20លេខ6ស្ថិតក្នុងខ្ទង់100មានតម្លៃស្មើ600លេខ7ស្ថិតក្នុងខ្ទង់ពាន់មានតម្លៃស្មើ6000លេខ0ស្ថិតក្នុងខ្ទង់ម៉ឺនមានតម្លៃស្មើ0ដដែលដោយសារតែ0គុណនឹង10000គឺនៅតែ0លេខ5ស្ថិតក្នុងខ្ទង់សែនមានតម្លៃស្មើ5សែន3ស្ថិតក្នុងខ្ទង់លានមានតម្លៃស្មើ3លានអូខេតោះឥឡូវអ្នកគ្រូប្រាប់ពីរបៀបនៅក្នុងការសរសេរលេខពីតម្រងធម្មតាឲ្យទៅជាតម្រងពង្រាយអញ្ចឹងអ្នកគ្រូមានលេខនេះ300អូខេ sorry 3លាន5សែន7624អញ្ចឹងយើងអានេះគេហៅតម្រងធម្មតាណាឥឡូវយើងសរសេរទៅជាតម្រងពង្រាយសរសេរបែបណាតោះអញ្ចឹងយើងសរសេរតាមតម្រងហ្នឹងមកណាពីក្រោយពីមុខមកធម្មតាមកអញ្ចឹងយើងបាន3លានបូកបន្តគ្នានេះមកអូខេបូកមែន5សែនបូក0បូក7,000បូក600បូក20បូក4អញ្ចឹងណាអានេះគេហៅវាថាជាតម្រងពង្រាយអានេះតម្រងធម្មតាអញ្ចឹងដល់ពេលដែលគេឲ្យលេខ1ហើយយើងសរសេរទៅជាតម្រងពង្រាយគឺយើងសរសេរបែបហ្នឹងទៅចំណុចហ្នឹងអ្នកគ្រូចប់ហើយចឹងបងប្អូនឆ្ងល់ឬក៏មានចម្ងល់អីណាអាចសួរអ្នកគ្រូបានតទៀតណានិយាយទៅចំពោះតម្លៃលេខតាមខ្ទង់ហ្នឹងស្រួលទេពួកយើងបើសិនជាវាស្ថិតនៅក្នុងខ្ទង់រាយយើងគុណវានឹង1ខ្ទង់10គុណវានឹង10ខ្ទង់100គុណវានឹង100ខ្ទង់ពាន់គុណវានឹង1000ខ្ទង់ម៉ឺនគុណវានឹង10000ខ្ទង់សែនគុណវានឹង1សែនខ្ទង់លានគុណវានឹង1លានប៉ុណ្ណឹងណាហើយចំពោះតម្រងពង្រាយគឺយើងសរសេរបែបនេះអូខេអរគុណ